tôi thì lơ bay đây cho anh đây bây giờ trái ơi đây đâu mày chơi gì đó bạn cho anh đây chào mày đây thế mà đây បាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបណ្ដាលគុណខ្មែរបាទលទ្ធផលនៃការប្រកួតគុណខ្មែរនៅឯសង្វៀននុកអៅម្សិលមិញជឿជាក់ថាពុកម៉ែបងប្អូនបានដឹងរួចមកហើយថាគុណខ្មែរយើងទទួលបានជ័យជំនះ2បាទហើយក៏ចាញ់2ហើយក៏ស្មើ1ដែរបាទតែអ្វីដែលសំខាន់នោះបងប្អូនគូដែលយើងចាញ់ពិតមែនប៉ុន្តែយើងទទួលបានគេថាឆក់យកបេះដូងអ្នកទស្សនាបាទមិនថានៅក្នុងប្រទេសកម្ពុជាបាទមិនថានៅក្នុងប្រទេសជប៉ុនឬក៏ម្ចាស់កម្មវិធីផ្ទាល់តែម្ដងបងប្អូនគឺគូរវាងសែនរ៉ាដេតជាមួយនឹងម្ចាស់ផ្ទះកាលពីម្សិលមិញបងប្អូនបាទបងប្អូនអើយគូនេះខ្ញុំនិយាយថាសឹងតែរកគ្មានបងប្អូនបាទការប្រកួតម្សិលមិញសឹងតែរកគ្មានសម្រាប់គូរវាងសែនរ៉ាដេតជាមួយនឹងម្ចាស់ផ្ទះដែលជាកីឡាករជប៉ុនផ្ទាល់ផងនោះបងប្អូនបាទហេតុអីបានជាខ្ញុំនិយាយថាសឹងតែរកគ្មានបងប្អូនបាទខ្ញុំសូមរំលឹកការប្រកួតរបស់ពួកគាត់ឡើងវិញបន្តិចបងប្អូនដែលការប្រកួតរបស់គាត់គឺពេញ3ទឹកហើយបដូរគ្នាក៏បដូរស៊ូក៏ស៊ូបងប្អូនបាទអញ្ចឹងខ្ញុំរំលឹកតិចបងប្អូនចូលទឹកទី1ភ្លាមយើងឃើញថាខាងជប៉ុននោះបាទគឺគេបុកយកតែម្ដងបងប្អូនបាទដោយសារតែគេរៀងខ្ពស់ជាងផងបាទហើយគេល្អក្បាច់ល្អស្នៀតផងគេឈោហ្មងគេឈោចំហមមបាទបដូរកែងតែម្ដងបងប្អូនបដូរកែងបាទមានម៉ាត់ខ្លីម៉ាត់វែងគ្រប់បែបយ៉ាងទាំងអស់តែម្ដងបាទហើយរ៉ាដេតយើងក៏បដូរដែរបងប្អូនបាទទឹកទី1នោះបដូរតែម្ដងបាទប៉ុន្តែដោយសារតែខ្ញុំមើលឃើញថារ៉ាដេតយើងរៀងទៀបជាងបន្តិចហើយក៏ខ្លីជាងដែរអញ្ចឹងកាលណាវាយទៅវាមិនសូវជាពេញហើយក៏រៀងស្រឡះលើបាទកាលណាយើងវាយស្រឡះលើហើយកីឡាករជប៉ុនម្សិលមិញហ្នឹងក៏គេល្អហើយលឿនទៀតបងប្អូនបាទនៅពេលដែលរ៉ាដេតវាយមករៀងស្រឡះលើបន្តិចគេដាក់មកបាទកែងផងបាទកែងបត់ផងម៉ាត់ផងបាទរហូតទៅដល់ឲ្យរ៉ាដេតបែកច្រមុះបាទបែកច្រមុះហើយក៏ដូងសារ៉ាដេតម្សិលមិញបាទគាត់ស៊ូណាស់បងប្អូនក្រៅពីរ៉ាដេតស៊ូមិនបានទេបាទកាលពីម្សិលមិញឡើងទក់តែម្ដងបាទប៉ុន្តែរ៉ាដេតស៊ូបាទរហូតដល់ខាងជប៉ុនគាត់វាយឲ្យរ៉ាដេតរាប់ផងបងប្អូនបាទរាប់ម្ដងនៅចុងទឹកទី1បាទរ៉ាដេតស៊ូរហូតដល់ចប់ទឹកទី1ចូលដល់ទឹកទី2បាទចូលដល់ទឹកទី2ខាងជប៉ុននោះគេបដូរទៀតហើយបងប្អូនបាទដោយសារគេចង់ផ្ដាច់យើងផងបងប្អូនម្សិលមិញបាទពីព្រោះគេបានគេថាវាយើងរាប់ម្ដងហើយនៅទឹកទី1បាទចូលដល់ទឹកទី2គេចង់ផ្ដាច់យើងបាទហើយរ៉ាដេតនោះកាន់តែធ្ងន់ទៅទៀតបងប្អូនទឹកទី2បាទមានពេលខ្លះឡើងទុនបាទមានពេលខ្លះដួលពេលលប៉ាប៉ុន្តែគាត់ស៊ូណាស់បងប្អូនស៊ូរកគ្មានតែម្ដងបងប្អូនបាទរហូតដល់មានពេលខ្លះគាត់វង្វេងផងបងប្អូនបាទហើយគាត់ស៊ូប្រកួតជាមួយនឹងដៃគូដែលជាម្ចាស់ផ្ទះនោះវាយទៅវាយមកមានទុនទៅទុនមករហូតទៅដល់ចុងទឹកបាទចុងទឹកទី2នោះបាទក៏គេថារៀងអស់ដែរបាទក៏គេថាផ្លត់ស្នៀតបាទចូលមកដៃរបស់រ៉ាដេតធ្វើឲ្យកីឡាករជប៉ុននោះចង់យ៉ាប់បងប្អូនបាទចុងទឹកទី2បាទអញ្ចឹងបន្ទាប់ពីចូលមកដៃហើយក៏ប្រកួតបានបន្តិចបាទចប់ទឹកទី2តែម្ដងបាទចូលដល់ទឹកទី3បាទរ៉ាដេតយើងបុកទៀតណាបងប្អូនបុកយកតែម្ដងបាទហើយខាងជប៉ុននោះក៏គេមិនថាយើងបុកឲ្យគេទុនល្វែកល្វត់ទេបងប្អូនបាទគេនៅមមទៅមមមកទេបាទគ្រាន់តែថាគេថមថយកម្លាំងបន្តិចបងប្អូនបាទការប្រកួតមានពេញទៅពេញមកបាទរហូតទៅដល់ចិត្តចុងទឹកបងប្អូនគូផ្សំជាមួយនឹងខាងជប៉ុនគេអស់ផងបាទក៏ចូលមកដៃរបស់រ៉ាដេតបាទក៏បាទទាំងចូលដៃចូលអីបងប្អូនធ្វើឲ្យខាងរ៉ាដេតគេរាប់ខាងជប៉ុននោះគេរាប់ម្ដងវិញបងប្អូនបាទគេរាប់បាទបន្ទាប់ពីរាប់ហើយក៏មកប្រើទៀតក៏ចប់ទឹកតែម្ដងអញ្ចឹងបានន័យថាការប្រកួតម្សិលមិញ3ទឹកបាទដូចជាខាងជប៉ុនក៏គេមានបែកដែរបងប្អូន
ហើយរ៉ាដេតយើងក៏រាប់បាទហើយតែខាងជប៉ុនក៏រាប់ដូចគ្នាបាទអញ្ចឹងការប្រកួត3ទឹកម្សិលមិញបែកទាំងសងខាងមានរាប់ដូចគ្នាគ្រាន់តែថាជាលទ្ធផលយើងឃើញថាចៅក្រមបាទមាន2រូបគាត់ផ្ដល់បន្ទុកឲ្យមានអ្នកចាញ់បាទមានអ្នកឈ្នះហើយមួយរូបទៀតគាត់ផ្ដល់ឲ្យស្មើបាទសរុបទៅលទ្ធផលម្សិលមិញសែនរ៉ាដេតចាញ់ដោយបន្ទុកបងប្អូនអ្វីតែបាត់តែការចាញ់មែនបងប្អូនប៉ុន្តែបាទនរណាក៏គេថាសរសើរអំពីការស៊ូបាទស៊ូរបស់រ៉ាដេតបាទម្សិលមិញបងប្អូនបើខ្ញុំយល់ថាបើខាងម្ចាស់ផ្ទះរៀងតែទៀបជាងនឹងបន្តិចគឺដឹងតែស្លប់បរ៉ាដេតហ្មងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទគ្រាន់តែសរសើរទៅលើរ៉ាដេតថាគាត់ស៊ូណាស់ការប្រកួតម្សិលមិញបងប្អូនបាទហើយខុសឆ្គងយ៉ាងណាសូមអធិស្ឋានផងបងប្អូនបាទសូមអរគុណ